ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកដូចជាមកបង្ហាញវិធីធ្វើនំស្លឹកស្រស់ប៉ុន្តែយើងអត់ប្រើស្លឹកក្នុងការខ្ចប់ទេហើយយើងដូរពីសណ្ដែកនៅខាងក្នុងមកដាក់ខ្ទិះដូងនៅខាងក្នុងវិញអញ្ចឹងនំនេះសូមហៅឈ្មោះថានំម្សៅសណ្ដែកខ្ទិះវិធីធ្វើគឺដូចនំស្លឹកស្រស់ដែរចាប៉ុន្តែរសជាតិគឺឆ្ងាញ់ដូចគ្នាម្សៅខាងក្រៅច្រប់ហើយខាងក្នុងមានខ្ទិះឈ្ងុយអញ្ចឹងមុនទៅមើលវិធីធ្វើបងប្អូនណាដែលមើល Channel មកដល់ស្រាប់អត់បានជួយ Subscribe សូមជួយ Subscribe ចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូផ្សេងទៀតបងប្អូនណាដែលមើលតាម Facebook សូមជួយចុច Follow Page មកដល់ស្រាប់ឲ្យបានច្រើនផងអញ្ចឹងយើងទៅមើលវិធីធ្វើនិងគ្រឿងផ្សំទាំងអស់គ្នានេះគឺជាគ្រឿងផ្សំយើងមាន2ចំណែកទី1គឺគ្រឿងផ្សំរបស់សាច់ម្នំខាងក្រៅនិងទី2គឺគ្រឿងផ្សំរបស់ខ្ទិះដូងដែលយើងដាក់ខាងក្នុងអញ្ចឹងដំបូងខ្ញុំមកធ្វើទឹកផ្កាមេអំបៅដើម្បីយកពណ៌ស្វាយទៅលាយជាមួយម្សៅដើម្បីឲ្យបាននំពណ៌ស្វាយចាគឺខ្ញុំដាក់ទឹកនៅក្នុងឆ្នាំងចំនួន2ខាំ200ក្រាមហើយខ្ញុំដាក់ផ្កាមេអំបៅមួយចិបចូលទៅហើយខ្ញុំដាំឲ្យពុះទុកក្នុងនឹងដាំទុកចោលប្រហែលជា2-3នាទីទៅរហូតដល់ផ្កាយើងនឹងចេញពណ៌ហើយយើងពន្លត់ភ្លើងត្រង់យកទៅទឹកផ្កាមកប្រើជាការស្រេចហើយបងប្អូនអាចជំនួសពីទឹកផ្កាមេអំបៅទៅទឹកពណ៌ផ្សេងឬក៏ទឹកស្លឹកតើយអីក៏បានដែរខ្ញុំចង់បានពណ៌ស្វាយដូច្នេះខ្ញុំច្បាច់ក្រូចឆ្មាមួយចំហៀងចូលទឹកផ្កាមេអំបៅបើបងប្អូនអត់ច្បាច់ទេនឹងបានពណ៌រាងទឹកប៊ិចអញ្ចឹងបងប្អូនជួយចិត្តពណ៌ទឹកប៊ិចមិនបាច់ច្បាច់ទេបើចង់បានពណ៌ស្វាយអាចច្បាច់ក្រូចឆ្មាចូលមួយចំណិតបានបើចង់បានពណ៌បៃតងបងប្អូនអាចប្រើទឹកស្លឹកតើយក៏បានដែរបន្ទាប់មកយើងមកធ្វើខ្ទិះខាងក្នុងទុកជាមុនខ្ញុំប្រើខ្ទិះដូងដើមចំនួន500ក្រាមឬក៏កន្លះគីឡូបងប្អូនប្រើតែ4ខាំក៏បានដែរតាមពិតដល់រួចហើយគឺដាក់ស្ករសចំនួន30ក្រាមបើដួសនឹងស្លាបព្រាដោយរូបបង្ហាញប្រហែល4ស្លាបព្រានិងដាក់ម្សៅខ្សាយម្សៅអង្ករខ្សាយចំនួន50ក្រាមកន្លះខាំដួសនឹងស្លាបព្រាដោយរូបបង្ហាញប្រហែល6ទៅ7ស្លាបព្រាក៏បានដែររួចហើយដាក់អំបិលចា1ស្លាបព្រាកាហ្វេពីព្រោះយើងត្រូវឲ្យខ្ទិះយើងនឹងមានរសជាតិប្រៃឡំទៅឆ្ងាញ់ណាអំបិលបងប្អូនអាចដាក់ល្មមសិនបន្តិចក៏បានដែរហើយចាំកូរឲ្យសព្វចូលគ្នាយើងភ្លក់បើសិនជាអត់សូវប្រៃយើងអាចថែមបន្តិចទៀតក៏បានដែរតាមចូលចិត្តណាប៉ុន្តែបញ្ជាក់ឲ្យរាងប្រៃឡំបន្តិចបានឆ្ងាញ់រួចហើយយើងប្រើភ្លើងមធ្យមកូរខ្ទិះដូងយើងនឹងទាល់តែឆ្អិនណាទាល់តែចាប់ផ្ដើមពុះឆ្អិនយើងប្រើភ្លើងតិចកូររហូតណាបើអត់កូរទេខ្ទិះដូងយើងនឹងខ្លោចខាងក្រោមហើយម្សៅនឹងវាធ្លាក់ទៅក្រោមអញ្ចឹងខ្ទិះដូងយើងអត់សព្វទេអញ្ចឹងយើងប្រើភ្លើងតិចទៅឧស្សាហ៍កូរឲ្យសព្វចូលគ្នាចាបងប្អូនមើលណាបន្ទាប់ពីចាប់ផ្ដើមក្តៅពុះពុជហើយយើងមើលរាងបើនៅរាវយើងអាចបង្កូរបន្តបន្តិចទៀតឲ្យរាងខាប់ជាងនេះបន្តិចក៏ល្អដែររាវពេកពេលយើងច្បាច់ទៅវាពិបាកដែរអញ្ចឹងណាចាអញ្ចឹងមើលតែល្មមខាប់ល្មមហើយយើងអាចពន្លត់ភ្លើងបានហើយពេលត្រជាក់នឹងរៀងខាប់ជាងនេះបន្តិចទៀតរួចហើយរោថង់ចាថង់អីក៏បានដែរថង់ធម្មតាក៏បានដែរចាក់ចូលទៅក្នុងនឹងទៅដើម្បីងាយស្រួលយើងច្បាច់ដាក់ចូលក្នុងនំមានថង់អញ្ចេះស្រួលណាបើអត់ទេដល់ដាក់នឹងពួកដបទឹកម្ទេសដបអីក៏បានដែររួចហើយចងខ្ទិះដូងយើងនឹងទុកមួយអានលើសិនចាអញ្ចឹងបន្តមកទៀតយើងមកធ្វើសាច់នំម្ដងគឺខ្ញុំប្រើទឹកចំនួន9ខាំ900ក្រាមទឹកធម្មតាយើងហ្នឹងហើយដាក់ម្សៅសណ្ដែកបងប្អូនម្សៅសណ្ដែកមានរូបរាងបែបនេះម្សៅសណ្ដែកខៀវចំនួន1ខាំ100ក្រាមចូលស្ករសចំនួន200ក្រាម2ខាំរួចហើយយើងដាក់ទឹកផ្កាមេអំបៅចំនួន1ខាំ100ក្រាមបងប្អូនដាក់ឲ្យមើលឃើញពណ៌អត់សូវស្អាតចង់បានពណ៌ឲ្យដិតជាងហ្នឹងយើងអាចថែមបន្តិចទៀតក៏បានដែរអីទេរួចហើយកូរឲ្យល្បាយទាំងអស់នោះសព្វចូលគ្នាចារួចហើយលើកដាក់លើចង្ក្រានដោយប្រើភ្លើងមធ្យមចាកូរទាល់តែល្បាយយើងទាំងអស់ហ្នឹងពុះ
ចានៅពេលដែលចាប់ផ្ដើមក្តៅមួយសន្ទុះយើងឃើញឡើងសាច់ម្សៅដុំដូចនេះអត់បញ្ហាទេបងប្អូននៅតែប្រើភ្លើងតិចបន្តការកូររហូតតើតែម្សៅយើងឆ្អិនណាបងប្អូនម្សៅឆ្អិនគឺយើងស្រួលមើលទេនៅពេលណាដែលសាច់ម្សៅទាំងអស់ហ្នឹងឡើងថ្លាចានេះសាច់ម្សៅឡើងថ្លាបែបនេះគឺឆ្អិនទាំងអស់ហើយបើពណ៌បងប្អូនមើលទៅអត់សូវចូលចិត្តចង់បានពណ៌ដិតជាងហ្នឹងយើងអាចថែមទឹកផ្កាមេអំបៅបន្តិចទៀតក៏បានដែរប៉ុន្តែបើយើងថែមទឹកច្រើនយើងកូរក៏ប្រើពេលយូរដែរអញ្ចឹងយើងកូរតើតែឃើញរៀងខាប់ដូច្នេះណាខាប់ប៉ុណ្ណេះហើយយើងកូរអញ្ចឹងទៅយើងឃើញកឡងស្នាមវែកដែលយើងកូរហ្នឹងនៅនឹងម្សៅចាកូរទៅវានៅសល់កឡងនៅជាប់ម្សៅអញ្ចឹងបានន័យថាខាប់ល្មមអាចប្រើការបានហើយបងប្អូនចង់ឲ្យខាប់ជាងនេះបន្តិចទៀតក៏បានដែរអីទេចារួចរាល់ហើយយើងអាចពន្លត់ភ្លើងបានហើយដើម្បីងាយស្រួលជាបាច់ដាក់កែវបងប្អូនអាចរោថង់ចាដែលមានគូតស្រួយអញ្ចេះឬក៏ប្រើថង់ថ្លាធម្មតាក៏បានដែរចាក់ចូលទៅឬក៏ប្រើដបទឹកម្ទេសទឹកអីហ្នឹងក៏បានដែរអត់អីទេតាមបងប្អូនអាចងាយរកបានណាចាក់ចូលទៅយើងងាយស្រួលក្នុងការច្របាច់ដាក់កែវដាក់ចានហើយយើងចងថង់ទុកឲ្យរាងត្រជាក់អ៊ុនល្មមកុំឲ្យត្រជាក់ខ្លាំងពេកល្មមមកអាចកាន់បានយើងច្របាច់ដាក់ក្នុងកែវណាអញ្ចឹងខ្ញុំបាន2កញ្ចប់កន្លះនោះហើយនឹងខ្ទិះដូងនោះបាន1កញ្ចប់ធំរួចរាល់ហើយយើងត្រៀមកែវពែងអីហ្នឹងសម្រាប់ច្របាច់ដោយសារខ្ញុំពែងអាកោរបស់ខ្ញុំហ្នឹងគឺអស់អញ្ចឹងទៅខ្ញុំប្រើពែងជ័រនេះរៀងអត់សូវមូលរៀងជ្រុងបន្តិចធ្វើមកអត់សូវស្អាតទេបើបានពែងមូលស្អាតណាហើយយើងកាត់គូថង់ទៅយើងច្របាច់ចូលទៅក្នុងពែងហ្នឹងកុំឲ្យពេញណាល្មមកុំឲ្យពេញសល់ប្រហែលជា 30% ឬក៏ 40% ពុំដើម្បីយើងដាក់ខ្ទិះចូលបើពេញពេកយើងដាក់ខ្ទិះទៅហៀចារួចរាល់ហើយនៅពេលដែលកំពុងនៅក្តៅហ្នឹងនៅអត់ទាន់រឹងនៅរាវក្តៅនោះយើងប្រញាប់ដាក់ខ្ទិះចូលណាខ្ទិះដូចគ្នាដែរគឺយើងកាត់គូថង់ហើយច្របាច់ដាក់ចូលទៅញាត់ចូលទៅតែបញ្ជាក់កុំឲ្យដាក់ឲ្យជ្រៅដល់បាតពេកដល់ពេលដាក់បាតពេកនំយើងដោះចេញមកធ្លាយខ្ទិះមកក្រៅណាអានេះពេលយើងច្របាច់ដាក់តែពាក់កណ្ដាលហើយកុំឲ្យជ្រៅដល់ទៅបាតពេកនេះបើបងប្អូនមានចានចេះក៏អាចធ្វើបានស្អាតដែរណាចាដាក់ចានចេះក៏បានដែរច្របាច់យើងកុំឲ្យគូថង់ហ្នឹងរុកទៅដល់បាតចានពេកគឺត្រឹមតែពាក់កណ្ដាលបានហើយទៅនំយើងធ្វើចេញមកស្អាតអញ្ចឹងបន្ទាប់ពីយើងទុកឲ្យត្រជាក់ល្អហើយមិនបាច់ដាក់ខ្លះសេទេទុកប្រហែលជាកន្លះម៉ោងអីគឺត្រជាក់ហើយនៅពេលណាដែលត្រជាក់សាច់នំយើងរឹងហើយពេលយើងរឹងយើងដោះចេញមកគឺអញ្ចឹងដូចនំស្លឹកស្រស់ដូចគ្នាគ្រាន់តែយើងដូរពីស្នូលសណ្ដែកមកដាក់ខ្ទិះដូងហើយយើងអត់ខ្ចប់ស្លឹកស្រស់តែប៉ុណ្្នឹងឯងចំពោះសាច់នំគឺដូចគ្នារសជាតិបើខ្លះសេត្រជាក់ផងគឺកាន់តែឆ្ងាញ់ទៀតហើយបងប្អូនអាចប្រើពែងអាកោពែងទុយផ្សេងឬក៏ចង់ធ្វើធំអាចប្រើពែងធំក៏បានដែរអីទេធានាថាឆ្ងាញ់បងប្អូនហើយវិធីធ្វើក៏អត់ពិបាកដែរបងប្អូនអាចធ្វើពណ៌បៃតងដោយប្រើពីស្លឹកតើយក៏ស្អាតម្យ៉ាងដែរនេះខ្ញុំដាក់រូបជូននេះធ្វើពណ៌បៃតងពីស្លឹកតើយណានំនេះគឺឆ្ងាញ់ខ្ទិះសាច់ម្សៅជ្រឹបហើយតិចផ្អែមឡំហើយត្រូវជាមួយនឹងស្នូលខ្ទិះខាងក្នុងប្រៃឡំដែរគឺឆ្ងាញ់ញ៉ាំតិចកាន់តែឆ្ងាញ់ទៀតចឹងអរគុណច្រើនខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំមិនតិចក៏ច្រើនមិនច្រើនក៏តិចនឹងមានប្រយោជន៍ដល់បងប្អូនជាមិនខានបងប្អូនមើល Channel មកដូចជាអត់បានជួយ Subscribe សូមចុច Subscribe សូមចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូផ្សេងទៀតបងប្អូនមើលតាម Facebook សូមជួយចុច Like ចុច Share និងជួយចុច Follow Page មកដូចជាឲ្យបានច្រើនផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ